ក្រោយជិត100ឆ្នាំមួយសតវត្សទៅវិលមកព្រេងអណ្ដើកទី2កំពុងបង្ហាញនៅរិទ្ធិភាពស្នាដៃរបស់ខ្លួនគ្មានអ្វីខ្វាយខ្វល់សោះលោកយើងនៅតែលឿននៅតែលោតយ៉ាងល្អបាទមើលច្រវាធំៗណាបងប្អូនអើយបាទឯគូប្រកួតកំពុងតែដំណើរការគឺរវាងទំងវត្តបឹងតង្សាមកពីស្រុកចិនដែរចំពោះទំងវត្តបឹងតង្សាដូចជាយើងបានដឹងហើយទំងវត្តបឹងតង្សាគឺជាទំងរក្សាពានរង្វាន់លេខ4ក្នុងបិណ្ឌអស់បោកប៉ុណ្ណឹងទំងឆ្នាំ2022បឹងតង្សាចង់ចាំរូបមកសិនយ៉ាយើអស់បាទសូមបាទហើយគេហើយមកលើលេខទៀតអស់យកយកគប់ទៅបាទបីឈានគប់ប្រកួតក្នុងវត្តបន្តវត្តប្រតិមចាស់ដាក់ឆ្នាំនេះ05ក្នុងប្រហែលឆ្នាំមកនេះវត្តប្រតិមចាស់តំណាងឲ្យទីក្រុងចាស់តែផាត់ក្នុងចំណាត់ខាងរបស់តែក្នុងលើកឆ្នាំ2023នេះតាមវត្តប្រតិមចាស់ក៏បានបង្ហាញពីដៃរបស់ព្រៃតកួនកំពុងតែអំសិនសំប៉ុន្តែល្បឿននៅតែល្អទូកនៅតែលោតនៅតែបោះយ៉ាងល្អលេខ19មកយើងឃើញកាន់ច្រវាដូចជាចាក់ទុកទៅខាងលើហើយវត្តកោះធំស្រុកហងយើងខេត្តបាត់លាវកោះធំđến từ xã Đinh Thành Lợi huyện Hồng Dân tỉnh Bạc Liêuជួបជាមួយនៅណារ៉េនឹងដៃអង្គខដែលជាក្រុមទូកខ្លាំងរបស់ទីក្រុងcần Thơ Và bây giờ là nhà vô địch ở bóng 2022 quách bích của Vĩnh Phước. Trước đây là quách bích của Vĩnh Châu, bây giờ là quách bích của phường Vĩnh Phước. Rất là quen thuộc. Chúng ta thấy đó là cô đi sách của xã Kết Sách, một trong những đội ghe đã từng lưng danh trước đây và sau thời gian gián đoạn anh em trở lại với người ngồi mũi mái tóc cực kỳ ấn tượng của người bộ đi sách. Bangkok rất là đều, Bangkok 2 trong trang phục màu cam, một chiến thắng là gần như đương nhiên. ជួបជាមួយនឹងវត្តពុទ្ធរាំងសីបឹងកក់ទី1បឹងកក់គឺជាទំងចំណាក់ខ្លាំងរបស់ខេត្តជាបន្តប្រមាណឆ្នាំនេះគឺចូលនៅក្នុងរង្វង់8ទូកក៏ដូចជា16ទូក